សម្រាប់ Arsenal វិញបាទគឺក្នុងរយៈពេល10លើកចុងក្រោយនេះគឺចាញ់តែពីលើគត់គឺចាញ់ទៅលើ Manchester United ខ្ញុំក៏លេចទៅមើលឃើញថាសម្រាប់ Arsenal គឺផលលំបាករបស់គាត់គឺនៅពេលដែលគេចាប់ផ្ដើមស្វែងយល់និងព្យាយាមបាទនៅក្នុងការបាទ set piece របស់គាត់គឺពិបាករកគ្រាប់បាទពិបាករកគ្រាប់បាទគេដឹងថា Arsenal នេះគឺប្រកែកក្នុង corner អញ្ចឹងមករយៈចុងក្រោយនេះសម្រាប់ corner របស់ Arsenal គឺតិចមែនតើគឺតិចហ៎បាទគេព្យាយាមអត់ចង់ឲ្យគាត់មាន corner ទេបាទសូម្បីការប្រកួតចុងក្រោយគឺ corner ក៏តិចដែរអញ្ចឹងចំណុចនេះដែលធ្វើឲ្យលោក Arteta ក៏ពិបាកដែរនៅក្នុងការ set play ហើយចំណុចនៅក្នុងការបញ្ជូនបាល់ឲ្យសុទ្ធផ្ដាច់ទីនេះបាទគឺធ្វើមិនសូវជាបានល្អណាបាទភាគច្រើនបានបាញ់ពីចង្អាយអាចរកគ្រាប់បាល់បានបាទដល់ពេលទៅលេងផ្លូវកណ្ដាលគឺលេងអត់សូវចេញបាទតែយ៉ាងណាមិញសម្រាប់លោក Arteta ត្រូវរកវិធីសាស្ត្រដោះស្រាយបើយើងដឹងហើយថាគេចាប់យើងបានពីចំណុចដែលយើងលេង set play ហើយយើងត្រូវតែមានការផ្លាស់ប្ដូរបាទយើងត្រូវតែមានការផ្លាស់ប្ដូរអញ្ចឹងប្រសិនបើលោក Arteta មិនអាចផ្លាស់ប្ដូរអានឹងបានទេនោះហើយបាទគឺជារឿងក្តីស្រមៃរបស់ Arsenal នឹងត្រូវរលាយសាបសូន្យអាចខ្លាយទៅជាក្រុមរងជើងឯកទៀតនៅក្នុងរដូវកាលនេះបាទអញ្ចឹងសម្រាប់បាទ Arsenal បាទរយៈក្រោយយើងមើលសង្កេតឃើញថាការ set play របស់គាត់គឺមិនសូវជាបាន set play ច្រើនទេប៉ុន្តែគ្រាប់បាល់របស់គាត់ក៏នៅតែភាគច្រើនកើតចេញពីការ set play ដដែល